រឿងតាបោះកាត់សុបិនអូមើលលោករាជបរោហិតសូមគុណគូមើលថានឹងមានហេតុភេទអ្វីទេតើព្រះអង្គទ្រង់សុបិនឃើញអ្វីខ្លះក្រាបទូលគឺថាកាលពីយប់មិញយើងបានសុបិនឃើញនិមិត្តទាំង16ប្រការគឺដូចជាកង្កែបខំពោះមរឹកដេញរាជសីត្រពាំងរត់រកក្របីបុរោហិតក៏ចាប់ផ្ដើមគុណគូតាមលេខអត្តរបស់ហោរួចធ្វើហាក់ដូចជាមានការភ្ញាក់ផ្អើលខ្លាំងណាស់និងភិតភ័យជាខ្លាំងដោយការចងចិញ្ចើមយ៉ាងម៉េចហើយលោករាជបរោហិតបបិទ្ធព្រះអង្គដ៏ចម្រើនទូលបង្គំមិនហ៊ានទូលថ្វាយទីក្រាបទូលមិនអីទេលោករាជបរោហិតសូមនិយាយតាមត្រង់មកចុះបបិទ្ធព្រះអង្គដ៏ចម្រើនព្រះរាជសុបិននេះគឺជាប្រផ្នូលអាក្រក់ដែលនឹងកើតឡើងចំពោះព្រះនគរនេះក្រាបទូលបើដូច្នេះតើនឹងមានវិធីកែខៃអ្វីកើតទេលោករាជបរោហិតបបិទ្ធព្រះអង្គគឺយើងអាចបញ្ជាគ្រោះកាចនេះដោយការសម្លាប់សត្វបូជាយញ្ញបានក្រាបទូលកាលរាជបរោហិតលើកឡើងដូច្នេះមានុម្នាក់ដែលជាសិស្សរបស់បរោហិតនោះមិនយល់ស្របនឹងវិធីសម្លាប់សត្វនេះឡើយបបិទ្ធព្រះអង្គទូលបង្គំមិនយល់ស្របនឹងការសម្លាប់សត្វនេះទេបើឯងមិនយល់ស្របចូលឯងលើកឡើងនៅវិធីដោះស្រាយផ្សេងមកអញ្ចឹងសូមព្រះអង្គព្រះតម្រេះនិងលោកគ្រូគិតមើលថាការសម្លាប់សត្វជារឿងមិនល្អទៅហើយចុះហេតុអ្វីក៏ធ្វើបែបនេះទៅជាការរំដោះគ្រោះទៅវិញតាមពិតនេះគឺជាជំនឿនិងទំនៀមទម្លាប់មកយូរហើយការអនុវត្តបែបនេះក៏តែងតែនាំមកនូវសំណាងល្អផងដែរតែការមានុមិនអាចប្រកែកជាមួយគ្រូបានក៏ដើរចេញមកកាន់ឧសៀនដោយក្តីព្រួយបារម្ភគ្រានោះគេក៏បានឃើញតាបោះមួយអង្គុយក្នុងឧសៀនតើលោកមកពីទីណាបានជាមកគង់នៅទីនេះអូអាត្មាទើបតែមកពីព្រៃហេមពៀនចុះហេតុដូចម្ដេចបានជាលោកមកគង់នៅទីនេះទៅវិញយើងបានចូលឈានទៅដឹងថាពេលនេះយើងអាចជាប្រយោជន៍ដល់ព្រះរាជាបានមានុការជ្រាបដូច្នេះហើយក៏ប្រញាប់ទៅទូលព្រះរាជាថាមានតាបោះមួយអង្គស្ម័គ្រចិត្តមកទូទាយព្រះសុបិនថ្វាយតើជាការពិតទេបើដូច្នេះចូលមានុឯងទៅនិមន្តលោកចូលមកចុះក្រាបទូលព្រះអង្គទូលបង្គំនឹងទៅនិមន្តលោកភ្លាមតាបោះបានទទួលនិមន្តរួចចូលមកកាន់សាលធំស្ថិតក្នុងចំណោមរាជអាមាត្យរាជបរោហិតនាម៉ឺនសពមុខមន្ត្រីយើងឮថាព្រះអង្គអាចជួយយើងក្នុងការទូទាយព្រះរាជសុបិនមែនទេបបិទ្ធមហារាជអាត្មាភាពអាចជួយព្រះអង្គបានក្រាបទូលបើដូច្នេះសូមព្រះអង្គទូទាយមកមើលបបិទ្ធមហារាជតែមុននឹងទូទាយអាត្មាភាពសូមរំលឹកដាស់តឿនថាសុបិននិមិត្តនេះមិនមែនជាប្រផ្នូលអាក្រក់អ្វីទេហើយការសម្លាប់សត្វដើម្បីបញ្ជាក៏មិនអាចជួយដោះស្រាយអ្វីដែរចុះសុបិននេះគឺជាអ្វីឲ្យប្រកាសទៅតាមពិតសុបិននិមិត្តនេះជាប្រផ្នូលប្រាប់ឲ្យដឹងថាក្នុងកាលខាងមុខដ៏យូរអ្វីនឹងប្រែប្រួលក្រោយពេលតាបោះនិយាយដាស់តឿនចប់ហើយតាបោះក៏ធ្វើការទូទាយយ៉ាងលម្អិតរហូតដល់ព្រះបាទព្រហ្មទត្តអស់កង្វល់ពីក្នុងព្រះទ័យគ្រានោះទៅការជឿលើអ្វីដែលមិនមានមូលដ្ឋានបញ្ញាមិនមែនជារឿងត្រឹមត្រូវឡើយសុបិននិមិត្តអាចជាប្រផ្នូលប្រាប់នៅរឿងរ៉ាវដែលនឹងមានការប្រែប្រួលប៉ុន្តែមិនមែនសុទ្ធតែជាប្រផ្នូលអាក្រក់ឡើយហើយវិធីរំដោះគ្រោះក៏មិនអាចជួយដោះស្រាយអ្វីបានឡើយចំពោះការប្រែប្រួលនៃធម្មជាតិនោះ